ចឹងខ្លឹមសារដែលមានហ្នឹងគឺសំដៅទៅលើអ្វីដែលយើងចង់ដឹងហ្នឹងគឺទី1យើងចង់បានសន្តិភាពទី2យើងចង់បានកងទ័ព18នាក់យើងត្រឡប់មកវិញអញ្ចឹងតាមព័ត៌មានថ្ងៃនេះគឺថាឯកឧត្តមប្រក់សខុនបានបង្ហើបថាភាគីថៃនឹងដោះលែងវរៈកងទ័ពកម្ពុជាទាំង18រូបដែលត្រូវចាប់ខ្លួនតាំងពីថ្ងៃទី29សុំទោសតាំងពីថ្ងៃទី29ខែកក្កដាឆ្នាំ2025បាទឯកសារសន្តិភាពឬកិច្ចព្រមព្រៀងសន្តិភាពមានចំណុចមួយចំនួនដូចជាត្រេ1ការបដិញ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការគោរពបទឈប់បាញ់ឲ្យបានម៉ឺងម៉ាត់2ការគោរពគ្នាទៅវិញទៅមកជាពិសេសការគោរពគោលការណ៍នៃអធិបតេយ្យបូរណភាពទឹកដីឯករាជ្យរបស់ប្រទេសនីមួយៗការតាំងចិត្តសម្រាប់ការស្ដារទំនុកចិត្តរវាងគ្នាទៅវិញទៅមកការស្ដារទំនាក់ទំនងការទូតឡើងវិញដោយសារកន្លងមកយើងបានទម្លាក់កម្រិតការទូតមកត្រឹមថ្នាក់លេខាធិការរបស់ស្ថានទូតបាទរបស់ស្ថានទូតព្រៃមួយទៀតការរួមគ្នានិងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មឆ្លងដែនក្នុងនោះក៏មានបញ្ហាការឆបោកតាមបច្ចេកវិទ្យាគេហៅថា online scam អនឡាញណាបាទត្រេមួយទៀតការបោះសម្អាតមីននៅតាមព្រំដែនក្រុមការងារនឹងធ្វើការកំណត់តំបន់ណាត្រូវដោះមុនតំបន់ណាត្រូវដោះក្រោយតំបន់ណាត្រូវទុកបាទពីព្រោះអាការដោះមីនហ្នឹងវាមានលំអិតច្រើននៅក្នុងនោះទៀតបាទត្រេមួយទៀតការដកអាវុធធុនធ្ងន់ទាំងឡាយចេញពីព្រំដែនហើយបញ្ជូនទៅកាន់មូលដ្ឋានតបរៀងខ្លួនវិញបាទមានន័យថាយើងក៏ដកអាវុធធុនធ្ងន់គេក៏ដកអាវុធធុនធ្ងន់បានន័យថាដកទាំងអស់គ្នាដកព្រមគ្នាហើយមួយទៀតភាគីថៃនឹងធ្វើការដោះលែងវរៈកងទ័ពកម្ពុជាទាំង18រូបដែលត្រូវចាប់ខ្លួនតាំងពីថ្ងៃទី29ខែកក្កដាឆ្នាំ2025ដោយមិនរងចាំទៀតទេបាទដោយមិនរងចាំទៀតទេការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីការគោរពនៅគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីដោះស្រាយបញ្ហាចំនួនផ្សេងៗការអាងសារជាថ្មីនៅការបដិញ្ញាចិត្តរៀងៗខ្លួនដើម្បីធ្វើយ៉ាងណារួមគ្នាក្នុងឋានៈជាប្រទេសជិតខាងអចិន្ត្រៃយ៍ក្នុងការស្ដារទំនាក់ទំនងជាប្រក្រតីភាពឡើងវិញនាំមកនៅសុខសន្តិភាពវិបលភាពសម្រាប់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរនេះជាខ្លឹមសារសង្ខេបដែលខ្ញុំដកស្រង់ឲ្យបងប្អូនយើងបានយល់បានដឹងខ្លះៗហើយខ្ញុំមិនធ្វើអត្ថាធិប្បាយលើសពីអ្វីដែលខ្ញុំបានដឹងនឹងទេហើយបងប្អូនអាចស្ដាប់ទៅក្នុងបណ្ដាញព័ត៌មានផ្សេងៗដែលអាដាមបញ្ញារដ្ឋមន្ត្រីប្រាក់សុខុនលោកបានមានប្រសាសន៍17នាទីបាទ17នាទីប៉ុន្តែនាទីដែលយើងចង់បានហ្នឹងគឺចង់ដឹងខ្លឹមសារសំខាន់បាទអញ្ចឹងខ្លឹមសារសំខាន់ខ្ញុំយកមកជម្រាបជូនអំបញ្ញមិញនេះឯងណាត្រង់លទ្ធផលដែលរាជរដ្ឋាភិបាលយើងទទួលបានមកដល់ពេលនេះគឺជាការគិតគូររៀបចំដោះស្រាយធ្វើផែនការចរចាកម្រិតការទូតណាច្បាស់លាស់ម៉ឺងម៉ាត់របស់សម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក្នុងនាមសម្ដេចប្រមុខរាជរដ្ឋាភិបាលបាទក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ណាគឺសម្ដេចបានដាក់ចេញនៅគោលការណ៍ជាច្រើនដើម្បីអនុវត្តឲ្យបានពេញលេញនៅបទឈប់បាញ់នេះបើទោះបីខាងភាគីថៃញុះញង់បកហេតុយ៉ាងណាក៏ដោយគឺយើងរក្សានៅភាពអត់ធ្មត់ស្ងប់ស្ងៀមមិនតបតតែយើងមានបន្ទាត់ក្រហមរបស់យើងណាហើយការអត់ធ្មត់ទាំងអស់នេះធ្វើឲ្យបងប្អូនមួយចំនួនមិនសប្បាយចិត្តរហូតដល់ថាមិនក៏មិនបាញ់ស្លូតម៉េះជាពិសេសពួកឧទាមក្រៅប្រទេសពួកប្រឆាំងវាយប្រហារមកលើរដ្ឋាភិបាលសិតតែមិនចេះធ្វើការសិតតែចេះសិតតែចោះណាគេវាយគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែយើងនៅតែរក្សាចំហអត់ធ្មត់ស្ងាត់ស្ងៀមដដែលដើម្បីយើងយកបាននៅសុខសន្តិភាពពិតប្រាកដព្រោះគ្មានសង្គ្រាមណាធ្វើដើម្បីនាំសន្តិភាពទេមានតែការចរចាទេទើបយើងអាចរកសន្តិភាពបានណា
អញ្ចឹងលទ្ធផលដែលកម្ពុជានិងថៃទទួលបានថ្ងៃនេះគឺជាលទ្ធផលមួយដ៏វិសេសវិសាលដែលប្រជាជនយើងចង់បានហើយក៏ជាសារមួយខ្ញុំចង់ជម្រាបទៅដល់បងប្អូនយើងទាំងក្នុងប្រទេសនិងក្រៅប្រទេសថាភាពអត់ធ្មត់មើងម៉ាត់ស្ងាត់ស្ងៀមរបស់រដ្ឋាភិបាលចេញលទ្ធផលហើយលទ្ធផលនោះគឺសុខសន្តិភាពដែលយើងទន្ទឹងរង់ចាំហើយខ្លឹមសារកិច្ចព្រមព្រៀងទាំងអស់នេះគឺបានឯកភាពគ្នាជាគោលការណ៍អស់ហើយរងចាំតែកិច្ចប្រជុំកំពូលអាស៊ានមកដល់ថ្ងៃ26តុលាដល់28តុលាឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងអញ្ជើញមកចូលរួមធ្វើជាអធិបតីនៅក្នុងធ្វើជាសាក្សីនៅក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនេះបាទដើម្បីធានានៅការគោរពបទឈប់បាញ់ធានានៅការបង្កហេតុផ្សេងៗណារវាងកម្ពុជាថៃកម្ពុជាណានេះហើយដែលយើងចង់បានណាបងប្អូននេះហើយភាពចាស់ទុំនៃការដឹកនាំប្រទេសនេះហើយភាពឆ្លៀសវៃរបស់សម្ដេចធិបតីហ៊ុនម៉ាណែតលោកឡើងមកដឹកនាំលោកដឹងថាធ្វើអីចំណេញធ្វើអីខាតចំពោះជាតិរឿងបាញ់រឿងបោះយើងបាញ់ម៉ោងណាក៏តែបានដែរកាភ្លើងនៅក្នុងដៃទេតែយើងសួរថាតើបាញ់ចំណេញស្អីខាតស្អីឲ្យតែផ្ទុះអាវុធអត់មានចំណេញទេបងប្អូនទោះបីមិនត្រូវគេក៏អស់លុយថ្លៃក្រកកាភ្លើងដែរណាទោះបីជាមិនស្លាប់មនុស្សក៏អស់លុយថ្លៃស្បៀងអាហារថ្លៃនេះថ្លៃនោះដែរអញ្ចឹងណាការអត់ធ្មត់គ្រប់បែបយ៉ាងសុកចិត្តឲ្យគេប្រមាថឲ្យពួកក្បត់ជាតិប្រមាថគ្រប់បែបយ៉ាងតែទីបំផុតយើងទទួលបានលទ្ធផលល្អត្រចះត្រចង់ឥឡូវនេះបងប្អូនបារម្ភដូចតែខ្ញុំបារម្ភប៉ុន្តែមិនថ្មីទេដោយសារតែការប្រជុំប្រទេសនឹងប្រទេសមិនមែនយើងចេះតែនិយាយបាត់ដៃក្នុងដៃបានទេបាទបាត់ដៃក្នុងដៃទេណាអញ្ចឹងយើងរងចាំមើលលទ្ធផលទៅមុខទៀតមិនយូរទេបងប្អូនថ្ងៃនេះ18នៅសល់តែ8ថ្ងៃទៀតទេនិយាយអត់ថាមួយសប្តាហ៍ទៀតទេមកដល់ហើយអញ្ចឹងលទ្ធផលនោះនឹងបង្ហាញបងប្អូនបាទនឹងបង្ហាញបងប្អូនហើយនៅពេលដែលដោះលែងវិរៈកងទ័ពយើង18នាក់ខ្ញុំក៏ទៅចុះយកព័ត៌មាននៅក្នុងពិធីប្រគល់ទទួលនោះដែរខ្ញុំនឹងទៅយកព័ត៌មាននៅទីនោះបាទខ្ញុំសប្បាយចិត្តណាស់ថ្ងៃនេះបាទទោះបីផ្ដាសាយទោះបីនឿយហត់មិនក៏ដោយតែយើងសប្បាយចិត្តដោយសារអីអ្វីដែលយើងអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលណាយើងអត់ធ្មត់យើងអីគ្រប់បែបយ៉ាងគឺយើងទទួលបានជោគជ័យនៅថ្ងៃនេះបាទហើយមានសំណួរជាច្រើនបាននៅក្នុងខមមិនថាតើកិច្ចព្រមព្រៀងសន្តិភាពហ្នឹងយើងបាត់ដីអត់ទី1ទី2ដីគេរាយរស់ឡាឬដីគេដាក់មកហ្នឹងយើងយកវិញបានអត់ខ្ញុំសូមជំរាបក្នុងនាមការយល់ឃើញរបស់ខ្ញុំណាគ្មានរដ្ឋាភិបាលប្រទេសយើងណាទៅកាត់ដីឲ្យគេទេអត់មានកាត់ដីដោះដូរសន្តិភាពទេបាទយើងអត់មានទេបើយើងឲ្យដីគេដដែលយើងចាំបាច់ទៅរកអន្តរាគមន៍ពីអន្តរជាតិឲ្យជួយទៅអីយើងឲ្យទៅយូរហើយបាទដោយសារយើងមិនឲ្យនឹងហើយបានគេវាយគេយើងមិនឲ្យនឹងហើយបានគេយកចរិតតបមកច្រើននឹងបាទអញ្ចឹងនៅក្នុងហ្នឹងគេបានចែងហើយគឺភាគីទាំងពីរត្រូវគោរពអធិបតេយ្យភាពរៀងខ្លួនមានន័យថាអធិបតេយ្យភាពមានន័យថាប្រទេសផែនទីដែនដីហ្នឹងបូរណភាពទឹកដីរៀងខ្លួននេះសិទ្ធិសញ្ញាបែងចែកយ៉ាងម៉េចគឺយើងគោរពតាមហ្នឹងយើងអត់មានទៅកាត់ដីយើងទៅដូរសន្តិភាពអត់មានទេនោះគ្រាន់តែជាភាសាពួកអាក្បត់ជាតិប្រឌិតឡើងដើម្បីឲ្យប្រជាជនមានការយល់ច្រឡំតែប៉ុណ្្នឹងទេណាបើខ្ញុំគាំទ្ររដ្ឋាភិបាលឲ្យកាត់ដីខ្ញុំមិនបាច់ទៅឈរជើងនៅ
ជោគជ័យនៅព្រៃច័ន្ទទេបាទខ្ញុំទៅនេះក៏ជារួមចំណែកការពារទឹកដីយើងដែរអ្វីត្បិតតែយើងអត់មានកំភ្លើងតែយើងមានសំឡេងយើងមានមីក្រូយើងមានណាទូរស័ព្ទថតផ្សាយឲ្យពិភពលោកបានដឹងណាបាទអញ្ចឹងខ្ញុំចេញមក live នេះគឺចង់បញ្ជាក់ថាគ្មានការកាត់ដីណាដូរសន្តិភាពទេសូមកុំឲ្យជឿការឃោសនាញុះញង់ណាទាំងអស់ដីយើងនៅតែដីយើងគ្មានបាត់បង់ទៅណាទេបាទការចរចានេះគឺនឹងមានការសម្របសម្រួលគ្នាដោយយ៉ាងណាមួយយើងរងចាំអត់លទ្ធផលទាំងអស់គ្នាតែខ្ញុំធានាថាមិនមានការបាត់បង់ដីទេបាទចឹងសូមឲ្យបងប្អូនយើងបន្តការជឿជាក់ទៅលើគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេសគោរពទៅការណែនាំក៏ដូចជាគោលការណ៍ផ្សេងៗរបស់សម្ដេចធិបតីហ៊ុនម៉ាណែតដើម្បីឲ្យយើងបញ្ចប់សង្គ្រាមដោយមិនចំណាយជីវិតមនុស្សដោយមិនចំណាយគ្រាប់កាភ្លើងបាទពួកយើងសំខាន់ណាស់មិនបាច់ច្បាំងគ្នាទេបងប្អូនគ្រាន់តែទៅដេកនៅក្នុងលេនឋានទាំងយប់ទាំងថ្ងៃហ្នឹងណាគឺវេទនាខ្លាំងពេកទៅហើយភ្លៀងមកដេកក្នុងទឹកភ្លៀងហ្នឹងក្នុងត្រង់សេក្នុងលេនឋានហ្នឹងបងប្អូនគិតសម័យមើលខ្លួនឯងទៅដើរតែទឹកភ្លៀងបងប្អូនស្រែកថាល្ងាពិបាកទៅហើយតម្រាំយើងនៅក្នុងលេនឋានដៃកាន់កៃកាភ្លើងភ្លៀងតែទឹកជួបជាំតែអ្វីត្បិតតែមានអាវភ្លៀងក៏ដោយតែវាមិនអាចអាវភ្លៀងហ្នឹងមិនអាចគេចមិនផុតពីការទឹកទេណាអញ្ចឹងការលះបង់របស់កងទ័ពយើងកងកម្លាំងនគរបាលយើងណាគឺពិតជាលំបាកខ្លាំងណាស់លំបាកមិនអាចបរិយាយអីចេញតែដើម្បីបុព្វហេតុការពារបរណភាពទឹកដីទោះបីលំបាកយ៉ាងណាក៏បងប្អូនកងទ័ពជួរមុខយើងប៉ូលីសយើងខំស្មៅនៅការពារទាំងអស់អត់មានដកថយណាឲ្យគេមកយកដីតាមអំពើចិត្តទេណាគេបំភ្លើសបំភ្លៃគ្រប់បែបយ៉ាងអូយកនេះយកនោះយកអស់ហើយបាទតែអាអ្នកនិយាយហ្នឹងអត់មាននៅក្នុងស្រុកខ្មែរទេបងប្អូន